មើលអ្នកណាគេបានស្គាល់ហាងអ្នកគ្រូខ្លះជាមួយនឹងទេវតាទ្រព្យចឹងបងប្អូនណាដែលបានសែនមួយឆ្នាំសែនតែម្ដងទេសែនយកទ្រព្យសម្បត្តិគឺងាយស្រួលមែនតើសម្រាប់ព្រះសែនបងប្អូនអាចជឿទុកឲ្យហើយទៅព្រោះខ្លាចអស់ណាព្រោះដងថ្ងៃគឺបងប្អូនរៀងរាល់ឆ្នាំគឺអស់ហ្មងសម្រាប់ខ្ញុំគឺម្ចាស់ដើមព្រះសែនទេវតាទ្រព្យអ្នកដែលគាត់បានសែនមួយអ្នកគ្រូគាត់ទទួលបានផលលេខខ្លះជួយចូលខមមិនទាំងអស់គ្នាដើម្បីចែកម្លែកមួយឆ្នាំសែនតែម្ដងទេមួយឈុតដូចអ្នកគ្រូកាន់ហ្នឹងគឺមួយឈុតហ្នឹងមានលេខកូដ45បងណាយើងមានការថែមជូនជាមួយនឹងតប៉ោងទេវតាទ្រព្យជូនបងប្អូនមួយចាហើយជាមួយនឹងអាំងប៉ៅមួយដុំសម្រាប់បងប្អូនជាកាដូអនុស្សាវរីយ៍ចូលឆ្នាំចិនចឹងបងប្អូនចូលឆ្នាំចិនបងប្អូនមិនពិបាកនឹងហត់ទិញអាំងប៉ៅទៀតទេបងប្អូនគ្រាន់តែជាព្រះសែនទេវតាទ្រព្យអ្នកគ្រូជូនអាំងប៉ៅម្នាក់ម្ដុំជូនបងប្អូនដល់គ្នាដើម្បីយល់រៀបហេងពីអ្នកគ្រូដែរអាំងប៉ៅតទេដែរលោកតាមិនដាក់ប្រទានទ្រព្យឲ្យបងប្អូនអីចាអញ្ចឹងការរៀបចំគឺងាយស្រួលមែនតើចេញចិនខ្មែរយស៊ូឬក៏ជនជាតិអីក៏ដោយបងប្អូនសែនបានទាំងអស់អត់មានប្រកាន់ថាតើជនជាតិចិនមិនសែនបានអត់ទេបងសែនដើម្បីយកទ្រព្យមួយឆ្នាំមានតែម្ដងគត់សម្រាប់បងប្អូនណាដែលគាត់ចង់សែនទេវតាទ្រព្យដាក់ចិត្តសែនដាក់ចិត្តជឿជាមួយអ្នកគ្រូហើយដាក់ចិត្តថាចង់10បំណុលនៅក្នុងឆ្នាំនឹង10ប្រហែលម៉ឺនប្រហែលសែនបងប្អូនអាចសុំបានហើយការសែនការរៀបចំគឺយកមានតែការគ្រឿងចម្អាបទេចាបងប្អូនអាចគេសែនផ្លែឈើអី6មុខចាផ្លែក្រូច6មុខផ្លែក្រូច6មុខអី6អ្វីក៏6អញ្ចឹងណាបងប្អូនអាចសែនបានសែនបាត់ហ្នឹងហើយបងប្អូនដល់គ្នាមួយឆ្នាំយើងសែនតែម្ដងទេបងប្អូនដាក់ទលាប់6ផ្លែក្រូច6ស្អីក៏6ដែរសម្រាប់បងប្អូនចង់ដាក់សែនហើយសម្រាប់ទាំងទេដែរត្រូវបងប្អូនជាបន្ថែមទៀតណាហើយមានបងប្អូនមួយចំនួនតូចដែលមិនទាន់បានសែនណាអ្នកដែលជាមួយចំនួនធំក៏បានសែនមួយអ្នកគ្រូក៏ដឹងហើយបងប្អូនអាចដាក់ផ្អែមចាផ្អែមនំអ៊ីគេហៅថានំអ៊ីគេហៅថានំបាញ់ជំនឿអញ្ចឹងណាចាឬក៏នំអ៊ីអញ្ចឹងអ្នកខ្លះគេហៅនំអ៊ីអ្នកខ្លះហៅកូនផ្អែមកូនត្រីអញ្ចឹងទៅអ្នកខ្លះបាញ់ជំនឿអញ្ចឹងទៅចាតាមអ្នកហៅអញ្ចឹងណាបងប្អូនអាចឲ្យគេពូនធ្វើពណ៌ក្រហមធ្វើអាស្នូស្បែកហ្នឹងមកគ្រាប់ធំមកគូហើយណាទូចហ្នឹង6គ្រាប់ដាក់នៅក្នុងមួយចានអញ្ចឹងអាចដាក់6ចានសែនថ្វាយទេវតាទ្រព្យឬក៏5ចានដែលបងប្អូនចង់បានតែបងប្អូនដឹងហើយអ្នកគ្រូកម្មលេខ6គឺកាន់ខាងទ្រព្យហើយបងប្អូនដឹងហើយលេខ6ហ្នឹងគឺលេខល្អសម្រាប់អ្នកគ្រូតែម្ដងចុះបានធ្វើអ្នកគ្រូធ្វើឲ្យបងប្អូនដល់គ្នាហេងឲ្យអ្នកណាក៏ដោយឲ្យគាត់តាមបំពងពោឬក៏បំពាក់អ្នកគ្រូតែតែមានលៀបសំណាងហេងទាំងអស់គ្នាអញ្ចឹងខ្ញុំចង់ប្រាប់ថាសំខាន់មែនទែនការសែននេះបងប្អូនគ្រាន់តែទិញកន្ទះសែនយកដាក់នៅផ្ទះទៅដល់ថ្ងៃសែនគឺថ្ងៃចូលឆ្នាំចិនណាគឺសែននៅពេលយប់សម្រាប់បងប្អូនណាចង់សែនអាចសែនបានហើយខ្ញុំចង់និយាយថាការសែននេះគឺសែន10បំណុលបងប្អូនក្នុងមួយឆ្នាំគឺអាច10បំណុលបានលឿនមែនទែនការសែនបែបនេះហើយគេហៅថាជំនឿត្រូវតែមានចាសាសនាត្រូវតែមានវិជាសាស្ត្រតែបើយើងអត់បើកចិត្តជឿវាទេយើងដឹងអីជាអីទេយើងនៅតែជាប់បំណុលតែមានមូលហេតុប្រឹងឲ្យមិនឃើញលុយប្រឹងឲ្យមិន10បំណុលរួចអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាថាការសែនមិនបាក់ទេគឺផ្លែឈើ6មុខស្អីក៏6មុខដែរបងអាចដាក់ធ្វើមិនឲ្យពេញតុកទៅកុំភ្លេចទឹកតែ5ពេងចា1ប៉ាន់ទឹកតែ1ប៉ាន់ទឹក5ពេងចាដូចជាមានជុកខ្វៃបួសក៏បានដាក់អីសែនក៏បានបងប្អូនឲ្យតែមិនមែនគ្រឿងចំអាបជាគ្រឿងបួសចឹងបងប្អូនអាចទិញម្ហូបសែនបួសក៏បានបើងាយស្រួលហ្មងទិញផ្លែឈើវិញបងប្អូនផ្លែឈើខ្ញុំមានច្រើនមុខ6មុខមកដាក់សែនដើម្បីបើកលៀបបើកទ្រព្យខ្ញុំចង់និយាយថាកូនសិស្សនៃគ្រូ10បំណុលច្រើនមែនតើរាប់មិនអស់នៃការសែនមួយឆ្នាំសែនតែម្ដងហើយអ្នកខ្លះក៏បានសែនគាត់ស្ដាយមែនតើពេលដែលសែននោះគឺបងប្អូនតន់អ្នកគ្រូឡាយឲ្យបួងសួងសុំភ្លាមហ្មងគឺពេលហ្នឹងឯងដែលទេវតាទ្រព្យគាត់ចោះមកគាត់យាងចោះមកហ្មងណាមកឲ្យពរជ័យដល់បងប្អូនដល់គ្នាដូចជាបងប្អូនមានអីវ៉ាន់ត្រូវឲ្យលោកតាចោះមកប្រសិទ្ធិយើងចោះមកប្រសិទ្ធិនៅទៅខាងណានៅវេលាម៉ោងម៉ានអ្នកគ្រូនឹងប្រាប់មុន10ថ្ងៃឬក៏មួយអាទិត្យមុនចូលឆ្នាំចិននេះប៉ុន្តែយើងអាចទិញតុកឲ្យហើយបងណាបានយើងទទួលបានទ្រព្យធំតែបើយើងអត់ទិញតុកឲ្យហើយយើងទិញភ្លាមបានភ្លាមលោកតាបានប្រសិទ្ធិឬក៏សំទ្រព្យឲ្យបងប្អូនទេយើងទិញតុកពីឥឡូវទៅហើយទៅតាន់មានស្តុកបងណាតាន់មានប្រម៉ូសិនបងប្អូនទិញមួយឆុត$45ថែមជាមួយនឹងបតោងចាបតោងទេពតាទ្រព្យមួយនិងអាំងប៉ៅមួយដុំចាអត់ទ្រព្យមានទេចង់សម្រាប់បងប្អូនណាត្រូវការកំងអាចកំងបានណាអរគុណហើយសម្រាប់សម្ភារៈលើនឹងមានតែកន្លះសែនទេណាសម្ភារៈលើនឹងបងចង់ទិញផ្ទាំងទេវតាទ្រព្យបន្ថែមទៀតបានមកផ្ទាំងត្រឹមតែ$18
ជាមួយនឹងធូបមួយដុំ$10ក៏បានដែរបងចាបងទិញបន្ថែមទៀតយើងលក់តែកណ្ដាស់សែនទេណាជូនបងប្អូនអរគ្នាអរគុណជូនពរបងប្អូនសំណាងល្អហេងសូមឲ្យការជីវកណ្ដាស់សែនហើយទៅវិញបើកឌីបបើកទ្របចង់លក់ទ្របលក់អីលក់បានដូចបំណងប្រាថ្នា